គឺខ្ញុំមកចេញសុំទោសជាសាធារណៈតែម្ដងជាមួយនឹងក្រសួងវិចិត្រសិល្បៈបូកជាមួយនឹងក្រសួងកិច្ចការនារីនិងបងប្អូនពុកម៉ែពូមីងយាយតានិងមហាជនទូទាំងប្រទេសអ្នកទាំងអស់គ្នាអាចមើលឃើញឃ្លីបមួយការផុសមួយនេះសុំទោសមិនមែនឃ្លីបទេគឺការផុសមួយនេះហ្នឹងក៏ខ្ញុំឃើញហើយក៏ខ្ញុំទទួលស្គាល់នឹងការសោកស្ដាយមែនទែនដែលខ្ញុំស្លៀកពាក់ sexy លើដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃស្ត្រីខ្មែរអាប់អោនទៅលើតម្លៃស្ត្រីខ្មែរមើលទៅអត់សមភ្នែកមហាជនមើលទៅវាអត់ល្អមើលចាអញ្ចឹងខ្ញុំបានលុបអស់ហើយតើតើមួយឃ្លីបនានាដែលពាក់ព័ន្ធជាមួយនឹងរូបភាពវីដេអូដែលស្លៀកស្ប៊ីកាឌីស្លៀកអត់សមរម្យហ្នឹងគឺខ្ញុំបានលុបអស់ហើយមុននឹងធ្វើវីដេអូសុំទោសជាសាធារណៈនិងសុំការលើកលែងពីបងនិងមហាជនទូទាំងប្រទេសផ្ទុះការវែកញែករិះគន់រឿងថតរឿងខ្លីបែបអនាចារមន្ត្រីក្រសួងវប្បធម៌ដាក់ចំតបទៅកាន់អ្នករិះគន់បែបនេះគណៈដែលស្រីការសុំការលើកលែងពីមហាជនលើកំហុសឆ្គងលើបណ្ដាញសង្គមនៅមុននេះជំវិញការបញ្ចេញរូបថតនិងវីដេអូបែបសេកស៊ីខ្លាំងរហូត Facebook Page មួយចំនួនធ្វើការចែករំលែកនិងបញ្ចេញមតិចម្រុះចំទៅកាន់ស្រីការដែលអ្នកស្គាល់ច្រើនតាមរយៈការសម្ដែងភាពយន្តខ្លីនិងជាអ្នកជំនួញអនឡាញល្បីម្នាក់ផងដែរដែលការរិះគន់ទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាបានបណ្ដោយឲ្យក្រុមអ្នកផលិតវីដេអូបែបអនាចារប៉ះពាល់ទៅដល់តម្លៃស្ត្រីខ្មែរជាដើមតបទៅកាន់ការរិះគន់នេះអាដាមទិតថាវរិទ្ធរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ឲ្យនៅមុននេះថាថ្មីនេះមានផេកនៃបណ្ដាញព័ត៌មានសង្គមមួយចំនួនបានផ្សព្វផ្សាយរូបភាពស្ត្រីម្នាក់ដែលជាអ្នកផលិតមាតិកាដើម្បីផ្សព្វផ្សាយលក់ផលិតផលអនឡាញដោយភ្ជាប់ជាមួយនឹងខ្លឹមសារដែលមានអត្ថន័យថាវាគឺជាទម្លាប់ទៅហើយដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈតែងតែបណ្ដោយឲ្យគោបាត់ទើបធ្វើរបងការបណ្ដោយឲ្យក្រុមអ្នកលក់ផលិតផលថតរឿងខ្លីបែបអនាចារស្រាលដើម្បីលក់របស់ដាច់គឺជាប្រពៃណីដដែលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈតែងតែប្រងើយកន្តើយមិនខ្វល់ពីរឿងធ្វើរបងនោះទេអាដាមបានបញ្ជាក់ថាក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្នុងរយៈពេលកន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានខិតខំបំពេញភារកិច្ចក្នុងការអភិរក្សថែរក្សានិងអភិវឌ្ឍទាំងសិល្បៈរូបិយនិងអរូបិយហើយក៏បានបង្កើតសកម្មភាពជាច្រើនពង្រីកការផ្សព្វផ្សាយវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិឲ្យពិភពលោកបានស្គាល់ផងដែរជាមួយគ្នានេះក្រសួងបានរៀបចំការអប់រំនិងផ្សព្វផ្សាយអំពីសុជីវធម៌និងសីលធម៌សង្គមដើម្បីឲ្យយុវជនយុវនារីនិងប្រជាពលរដ្ឋទូទាំងប្រទេសយល់ដឹងនិងរក្សាឥរិយាបថឲ្យសមរម្យក្នុងសង្គមដែលមានវប្បធម៌ដ៏ពងពួរហើយថ្មីនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ទើបតែនឹងបញ្ចប់សិក្ខាសាលាអំពីសិលធម៌របស់សិល្បករដែលប្រព្រឹត្តទៅរយៈពេល2ថ្ងៃក្រុមអធិបតីភាពលោកជំទាវបណ្ឌិតសភាចាភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលកិច្ចពិភាក្សានេះក៏មានការចូលរួមពីសិល្បករល្បីៗជាច្រើនរូបផងដែរដើម្បីចូលរួមជួយផ្សព្វផ្សាយនិងប្រតិបត្តិជាគំរូចំពោះរូបភាពនិងសារដែលបង្ហោះដោយគេហទំព័រមួយនោះមានន័យថាក្រសួងមិនយកចិត្តទុកដាក់គឺអាចជាការយល់ច្រឡំឬក៏មិនបានស្វែងយល់ឲ្យបានដិតដល់នៅសកម្មភាពរបស់ក្រសួងកន្លងមករីឯចំពោះសិលធម៌របស់អ្នកបង្កើតមាតិកាខ្លះដែលផលិតឃ្លីបវីដេអូដែលមានរូបភាពមិនសមរម្យដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈបែបនេះគឺអាចជាចេតនាឯកជនរបស់បុគ្គលហើយម្ចាស់រូបភាពក៏មិនមែនជាសិល្បករនីនោះទេគ្រាន់តែជាអ្នកមានអាជីវកម្មអនឡាញដែលប្រហែលជាគាត់មិនទាន់បានយល់ច្បាស់អំពីតម្លៃនិងសភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរដែលមិនអាចធ្វើប្រៀបធៀបទៅនឹងអរិយធម៌បរទេសនិយមបានទេបើទោះបីជាយ៉ាងណាខ្ញុំជឿជាក់ថាគណៈកម្មការលើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរដែលមានសមាជិកមកពីអន្តរក្រសួងរួមទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរនឹងបន្តខិតខំអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់ការចូលរួមកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរនិងទាមទារឲ្យមានការចូលរួមចំណែកពីគ្រប់តួអង្គដែលជាកោសិកាសង្គមទាំងមូលស្របពេលដែលការវែកញែកត្រូវបានបញ្ចេញសាររបស់មន្ត្រីក៏ត្រូវបានលើកឡើងមិនទាន់បាន24ម៉ោងផងវីដេអូសំទោសរបស់ស្រីការដោយអ្នកនាងបានស្នើឲ្យទស្សនិកជនលើកលែងទោសសម្រាប់កំហុសខុសឆ្គងមួយនេះនេះគឺខ្ញុំមកចេញសុំទោសជាសាធារណៈតែម្ដងជាមួយនឹងក្រសួងវិចិត្រសិល្បៈបូកជាមួយនឹងក្រសួងកិច្ចការនារីនិងបងប្អូនពុកម៉ែពូមីងយាយតានិងមហាជនទូទាំងប្រទេសអ្នកទាំងអស់គ្នាអាចមើលឃើញឃ្លីបមួយការផុសមួយនេះសុំទោសមិនមែនឃ្លីបទេគឺការផុសមួយនេះហ្នឹងក៏ខ្ញុំឃើញហើយក៏ខ្ញុំទទួលស្គាល់នឹងការសោកស្ដាយមែនទែនដែលខ្ញុំស្លៀកពាក់ sexy លើដែលធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃស្ត្រីខ្មែរអាប់អោនទៅលើតម្លៃស្ត្រីខ្មែរមើលទៅអត់សមភ្នែកមហាជនមើលទៅវាអត់ល្អមើលចាអញ្ចឹងខ្ញុំបានលុបអស់ហើយតើតើមួយឃ្លីបនានាដែលពាក់ព័ន្ធជាមួយនឹងរូបភាពវីដេអូដែលស្លៀកស្ប៊ីកាឌីស្លៀកអត់សមរម្យហ្នឹងគឺខ្ញុំបានលុបអស់ហើយមុននឹងធ្វើវីដេអូសុំទោសជាសាធារណៈនិងសុំការលើកលែងពីបងនិងមហាជនទូទាំងប្រទេសអីដែលសំខាន់មួយទៀតដោយសារតែខ្ញុំក៏ជាមនុស្សរបស់មហាជនដែរអញ្ចឹងវាយូរវារៀងច្រើនដែរដែលធ្វើឲ្យភ្នែកអ្នកទាំងអស់គ្នាមើលមកឃើញច្រើនខ្លាំងអញ្ចឹងខ្ញុំបានលុបចោលអស់ហើយអញ្ចឹងជាចុងក្រោយគឺខ្ញុំសុំទោសហើយខ្ញុំក៏នឹងធ្វើការកែប្រែបញ្ឈប់រាល់ការស្លៀកពាក់បែបហ្នឹងហើយក៏មួយទៀត
អរគុណសម្រាប់បងប្អូនក្តីស្រឡាញ់ក្តីចូលចិត្តក្តីអាណិតកន្លងមកហើយក៏អរគុណដល់មហាជនដែលតែងតែស្រឡាញ់គ្រប់គ្រងខ្ញុំតាំងពីដើមមកខ្ញុំសន្យាថាខ្ញុំអត់មានការស្លៀកពាក់បែបហ្នឹងទៀតទេអូខេ